ចំពោះ3នីតិរបស់ប្រូតេអ៊ីនក្នុងសារពាង្គកាយមេរៀនទី1អាស៊ីតអាមីណេប្រូតេអ៊ីនជាសមាសធាតុគីមីនៃជីវិតគ្រប់ភាវៈរស់គ្រប់សកម្មភាពដែលកកើតក្នុងកោសិកាភាវៈរស់ត្រូវការប្រូតេអ៊ីនចាំបាច់ប្រូតេអ៊ីនជាសារធាតុសរីរាង្គសាមញ៉ាំដែលផ្ទុក C H O N ជួនកាលផ្ទុក P និង Sគ្រប់ម៉ូលេគុលប្រូតេអ៊ីនកើតពីសារធាតុសរីរាង្គងាយគឺអាស៊ីតអាមីណេដែលជាសារធាតុគ្រឹះមួយតូចទម្រង់អាស៊ីតអាមីណេម៉ូលេគុលអាស៊ីតអាមីណេនីមួយៗកើតចេញពីបណ្ដុំកាប៉ុកស៊ីលឬបណ្ដុំអាស៊ីត COOH បណ្ដុំអាមីន NH2 និងរ៉ាឌីកាល់ Air ជាទូទៅរូបមន្តអាស៊ីតអាមីណេមានរូបមន្តស្ទើរលាតនិងរូបមន្តលាតនៅក្នុងកោសិកាសត្វនិងមនុស្សមានអាស៊ីតអាមីណេប្រហែល20ប្រភេទខុសៗគ្នាអាស៊ីតអាមីណេជាម៉ូលេគុលតូចៗហើយងាយវារលាយក្នុងទឹកហើយអាចជ្រាបចូលក្នុងសារពាង្គកាយបានយ៉ាងងាយអាស៊ីតអាមីណេមានលក្ខណៈជាអាស៊ីតផងនិងជាបាសផងព្រោះម៉ូលេគុលរបស់វាមានបណ្ដុំអាស៊ីតនិងបណ្ដុំអាមីនអាស៊ីតអាមីណេមាននីតិជាអ្នកនាំសារនិងមាននីតិជាអ្នកដឹកនាំក្នុងមេតាបូលីសនិងសម្របសម្រួលនីតិកោសិកា2តូចប្រភេទផ្សេងៗនៃអាស៊ីតអាមីណេអ៊ីដ្រូលីសម៉ូលេគុលប្រូតេអ៊ីនអាចបំបែកឲ្យទៅជាអាស៊ីតអាមីណេដែលជាម៉ូណូមែរទម្រង់អាស៊ីតអាមីណេទាំង20ត្រូវបានរកឃើញនៅក្នុងប្រូតេអ៊ីនអាស៊ីតអាមីណេទាំង20ប្រភេទនេះជាអាស៊ីតអាមីណេដែលមានស្តង់ដារហើយខុសប្លែកពីអាស៊ីតអាមីណេដែលគ្មានស្តង់ដារអាស៊ីតអាមីណេដែលគ្មានស្តង់ដារជាអាស៊ីតអាមីណេដែលចាំបាច់ក្នុងមេតាបូលីសនៃកោសិកាប៉ុន្តែវាមិនមែនជាធាតុបង្ករបស់ប្រូតេអ៊ីនទេអាស៊ីតអាមីណេខុសគ្នាពី1ទៅ1ដោយសាររ៉ាឌីកាល់ Air 3តូចប៉បទីតអាស៊ីតអាមីណេមានតួនាទីសំខាន់2គឺជាអាស៊ីតនិងបាសវារក្សាភាពដើមក្នុងករណី pH ស្មើ7វាជាសារធាតុចំណូលទឹកប៉បទីតជាអាស៊ីតអាមីណេ2ឬច្រើនដែលភ្ជាប់គ្នាអាស៊ីតអាមីណេភ្ជាប់គ្នាពី1ទៅ1ដោយចំណងប៉បទីតអាស៊ីតអាមីណេ2ភ្ជាប់គ្នាគឺភ្ជាប់រវាងបណ្ដុំកាប៉ុកស៊ីលនៃអាស៊ីតអាមីណេ1ទៅនឹងបណ្ដុំអាមីនរបស់អាស៊ីតអាមីណេ1ទៀតដោយបំបត្តិចោល1ម៉ូលេគុលទឹកកាលណាអាស៊ីតអាមីណេ2ភ្ជាប់គ្នាគេហៅថាឌីប៉បទីតនៅពេលអាស៊ីតអាមីណេត្រូវផ្លាស់ប្ដូរតាមចំនួនអាស៊ីតអាមីណេឧទាហរណ៍ត្រីប៉បទីតអាស៊ីតអាមីណេភ្ជាប់គ្នា3តេត្រាប៉បទីតភ្ជាប់គ្នា4កាលណាអាស៊ីតអាមីណេលើសពីចំនួននេះជាង10គេហៅថាប៉ូលីប៉បទីតកាលណាច្រវាក់ប៉ូលីប៉បទីតបត់បែនច្រើនផ្នត់បង្កើតបានជាទម្រង់ទី2ទី3ទី4នៃប្រូតេអ៊ីនដូចនេះដំណលំដាប់អាស៊ីតជាអ្នកកំណត់ទម្រង់និងនីតិរបស់ប្រូតេអ៊ីនមេរៀនទី2ប្រូតេអ៊ីនគ្រប់ម៉ូលេគុលប្រូតេអ៊ីនទាំងអស់សុទ្ធតែសមាសធាតុគីមីនៃជីវិតវាបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ1ធំរូបផ្គុំរបស់ប្រូតេអ៊ីនប្រូតេអ៊ីនជាម៉ាក្រូម៉ូលេគុលសាមញ៉ាំវាជាប៉ូលីមែរនៃអាស៊ីតអាមីណេយថាប្រភេទខុសៗគ្នាពាក្យប្រូតេអ៊ីនប្រើសម្រាប់ម៉ូលេគុលដែលមានអាស៊ីតអាមីណេលើសពី50ឡើងទៅប្រូតេអ៊ីននីមួយៗមានច្រវាក់ប៉ូលីប៉បទីត1ឬច្រើនដែលបត់បែនជាទម្រង់2 3 4មួយតូចទម្រង់ទី1កើតឡើងពីដំណលំដាប់អាស៊ីតអាមីណេប្រូតេអ៊ីន2ខុសគ្នាដោយសារដំណលំដាប់ចំនួនទីតាំងប្រភេទអាស៊ីតអាមីណេខុសគ្នាទម្រង់ទី1ជាទម្រង់មូលដ្ឋាន2តូចទម្រង់ទី2កាលណាច្រវាក់ប៉ូលីប៉បទីតបត់បែនជាខ្សែខ្ចៅវាបង្កើតបានជាទម្រង់ទី2វាអាចរឹងមាំបានដោយសារសម្ព័ន្ធ H2 រវាងបណ្ដុំកាប៉ុកស៊ីលនិងបណ្ដុំអាស៊ីតអាមីនដោយសារភាពរឹងមាំរបស់ចំណងប៉បទីតកាបូនជាចំណុចបង្វិលរបស់ច្រវាក់ប៉ូលីប៉បទីតទម្រង់ទី2នៃច្រវាក់ប៉ូលីប៉បទីតដែលបត់បែនមានពីរប្រភេទគឺផ្នត់ស្របផ្នត់រង្វេលអាល់ហ្វាផ្នត់សន្លឹកបែលតាទម្រង់ផ្នត់ស្របច្រវាក់ប៉ូលីប៉បទីតតម្រៀបតាមទិសដៅតែមួយទម្រង់ផ្នត់មិនស្របច្រវាក់ប៉ូលីប៉បទីតតម្រៀបក្នុងទិសដៅផ្ទុយគ្នា3តូចទម្រង់ទី3សំដៅលើទម្រង់ដែលមាន3សន្តានទម្រង់ទី3មានលក្ខណៈមួយចំនួនប៉ូលីប៉បទីតមួយចំនួនដែលមានអាស៊ីតអាមីណេនៅឃ្លាតពីគ្នាក្រោយពេលបត់បែនច្រើនផ្នត់អាស៊ីតអាមីណេក៏នៅជាប់គ្នាបន្ទាប់ពីបត់បែនច្រើនផ្នត់ប្រូតេអ៊ីនក៏ក្លាយជាប្រូតេអ៊ីនគ្រាប់ដែលមានទំហំតូចចំណែកប្រូតេអ៊ីនគ្រាប់ដែលមានទំហំធំមានលើសពី200អាស៊ីតអាមីណេតែងតែផ្ទុកគ្រាប់តូចមួយចំនួនហៅថាដូមែន
ដូមែនជាអង្កត់ដែលមានទម្រង់ជាក់លាក់ហើយតែងតែមាននីតិយថាប្រភេទ4តូចទម្រង់ទី4ប្រូតេអ៊ីនដែលជាម៉ូលេគុលធំសុទ្ធតែបង្កឡើងដោយច្រវាក់ប៉ូលីពពទីត3ឬ4ការបង្កឡើងពីច្រវាក់ប៉ូលីពពទីតច្រើននេះហើយដែលធ្វើឲ្យប្រូតេអ៊ីនមានភាពសាមញ៉ាំ2ធំនីតិរបស់ប្រូតេអ៊ីនម៉ូលេគុលប្រូតេអ៊ីនមាននីតិច្រើនយ៉ាងគឺនីតិជាកាតាលីករជាអរម៉ូនជាអង់ទីករជាប្រូតេអ៊ីនទម្រង់ជាអ្នកដឹកនាំនិងជាអ្នកធ្វើចលនា1តូចកាតាលីករប្រូតេអ៊ីនកាតាលីករដូចជាបង្កើនល្បឿនប្រតិកម្មចូលរួមក្នុងលំនាំនៃការរំលាយអាហារចាប់យកថាមពលនិងធ្វើជីវៈសំយោគប្រូតេអ៊ីនសាំញ៉ាំចូលរួមក្នុងការភ្ជាប់អាសូតផងដែរឧទាហរណ៍ប្រូតេអ៊ីនដែលចូលរួមក្នុងដំណើររស្មីសំយោគមានឈ្មោះថារីបុយឡូប៊ីផូស្វាតកាប៉ុកស៊ីឡាប្រូតេអ៊ីនដែលចូលរួមក្នុងការភ្ជាប់អាស៊ូតមានឈ្មោះថានីត្រូហ្សែនណា2តូចប្រូតេអ៊ីនទម្រង់ប្រូតេអ៊ីនមួយចំនួនមាននីតិជាអ្នកការពារនិងទ្រទ្រង់ឧទាហរណ៍កូឡូហ្សែនជាប្រូតេអ៊ីនសរសៃក្នុងជាលិកាសន្តានវាជាសមាសធាតុចម្បងក្នុងការភ្ជាប់ជាលិកាដែលធ្វើឲ្យជាលិការឹងមាំអេឡាស្ទីនជាប្រូតេអ៊ីនដែលមានក្នុងសរសៃយឺតក្នុងជាលិកានៃសារពាង្គកាយដូចជាសរសៃឈាមនិងស្បែកធ្វើឲ្យជាលិកាមានភាពយឺត3តូចអ្នកធ្វើចលនាប្រូតេអ៊ីនចូលរួមគ្រប់ចលនារបស់កោសិកាឧទាហរណ៍អាទីនតុយបូលីននិងប្រូតេអ៊ីនផ្សេងៗទៀតនៅក្នុងស៊ីតូផ្លាសបង្កើតបានជាក្រុងឆ្អឹងកោសិកាសំណុំប្រូតេអ៊ីននៅក្នុងក្រុងឆ្អឹងកោសិកាមានសកម្មភាពក្នុងការធ្វើចំណែកកោសិកាអង់ដូស៊ីតូការដឹកនាំសារធាតុចូលក្នុងកោសិកាអិចសូស៊ីតូការដឹកនាំសារធាតុចេញពីកោសិកា4តូចអ្នកការពារប្រូតេអ៊ីនមាននីតិជាអ្នកការពារចំពោះសត្វឆ្អឹងកងជាតិការ៉ាទីនដែលជាប្រូតេអ៊ីនសរសៃមាននីតិការពារសារពាង្គកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគនៅពេលមានរបួសភីព្រីណូសែននិងត្រុំប៊ីនជាប្រូតេអ៊ីនដែលធ្វើឲ្យឈាមកកការពារការបាត់បង់ឈាមនៅពេលដាច់សរសៃឈាមអង់ទីកផលិតដោយឡាំផូស៊ីតប្រឆាំងការជ្រៀតចូលនៃមេរោគដូចជាបាក់តេរីជាដើម5តូចអ្នកតម្រូវជាអរម៉ូនភាគច្រើនជាប្រូតេអ៊ីនវាផលិតចេញពីក្រពេញអង់ដូគ្រីនអរម៉ូនក្នុងកោសិកាយថាប្រភេទប្រែប្រួលទៅតាមនីតិរបស់កោសិកាឧទាហរណ៍អាំងស៊ុយលីននិងក្លុយកាកុងតម្រូវកម្រិតក្លុយកូសក្នុងឈាមឯអរម៉ូនលូតលាស់ភ្ញូចកោសិកាលូតលាស់ឲ្យធ្វើចំណែក6តូចអ្នកដឹកនាំប្រូតេអ៊ីនមួយចំនួនដឹកនាំម៉ូលេគុលឬអ៊ីយ៉ុងសារធាតុផ្សេងឆ្លងកាត់ភ្នាសកោសិកាដូចជាអ៊ីយ៉ុងសូដ្យូមបូកប៉ូតាស្យូមបូកជាដើមអេម៉ូក្លូប៊ីនដឹកនាំអុកស៊ីហ្សែនពីសួតទៅជាលិកាលីប៉ូប្រូតេអ៊ីនដឹកនាំលីពីតពីថ្លើមនិងពោះវៀនទៅកាន់សរីរាង្គផ្សេងទៅតាមទម្រង់គេចែកប្រូតេអ៊ីនជា2ក្រុមប្រូតេអ៊ីនសរសៃជាម៉ូលេគុលវែងមិនរលាយក្នុងទឹកហើយស្វិតវាមាននៅក្នុងស្បែកសក់ក្រចកនិងមាននីតិជាអ្នកការពារប្រូតេអ៊ីនគ្រាប់ជាម៉ូលេគុលរាងមូលតូចរលាយក្នុងទឹកអង់ស៊ីមស្ទើរតែទាំងអស់មានទម្រង់ជាគ្រាប់ប្រូតេអ៊ីនគ្រាប់មាននីតិចលករអង់ទីករអេម៉ូក្លូប៊ីននិងអាល់ប៊ុយមីនជាអ្នកដឹកនាំអាស៊ីតខ្លាញ់ក្នុងឈាមទៅតាមសមាសភាពគេចែកប្រូតេអ៊ីនជា2ដែរប្រូតេអ៊ីនងាយនិងប្រូតេអ៊ីនសាំញ៉ាំប្រូតេអ៊ីនងាយកើតពីអាស៊ីតអាមីណេសុតឧទាហរណ៍សេរ៉ូមអាល់ប៊ុយមីននិងកេរ៉ាទីនប្រូតេអ៊ីនសាំញ៉ាំប្រូតេអ៊ីនងាយនិងសមាសធាតុដែលមិនមែនជាប្រូតេអ៊ីនក្រុមប្រូស្តេទិកប្រូតេអ៊ីនសាំញ៉ាំត្រូវបានធ្វើចំណាត់ថ្នាក់ដោយផ្អែកលើក្រុមប្រូស្តេទិកឧទាហរណ៍គ្លីកូប្រូតេអ៊ីនផ្ទុកសមាសធាតុកាបូអ៊ីដ្រាតលីប៉ូប្រូតេអ៊ីនផ្ទុកម៉ូលេគុលលីពីតមេត្រាឡូប្រូតេអ៊ីនផ្ទុកអ៊ីយ៉ុងឡូហធាតុផូស្វ័រប្រូតេអ៊ីនផ្ទុកផូស្វាតកត្តាដែលធ្វើឲ្យប្រូតេអ៊ីនបាត់បង់គុណភាពឬកត្តាដែលបង្អាក់ការបង្កើតទម្រង់និងនីតិរបស់ប្រូតេអ៊ីនគឺអាស៊ីតឬបាសខ្លាំងអង្គធាតុរំលាយសាប៊ូភ្នាក់ងារផ្សេងអ៊ុយរ៉េកំហាប់អំបិលលោហធាតុធ្ងន់បម្រែបម្រួលសីតុណ្ហភាពចលនាមេកានិកមេរៀនទី3អង់ស៊ីមក្នុងសារពាង្គកាយមនុស្សមានប្រតិកម្មគីមីជីវៈជាច្រើនដែលទ្រទ្រង់លំនាំនៃការរស់នៅរបស់មនុស្សប្រតិកម្មទាំងនេះប្រព្រឹត្តទៅបានដោយសារសារធាតុម្យ៉ាងហៅថាអង់ស៊ីម1តូចអ្វីទៅជាអង់ស៊ីមជាទូទៅអង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនវាមាននាទីសំខាន់ណាស់ដែលមិនអាចខ្វះបានឡើយក្នុងសារពាង្គកាយនាទីសំខាន់ជាងគេរបស់ប្រូតេអ៊ីនគឺអង់ស៊ីមប្រតិកម្មគីមីជាច្រើនទាមទារនៅថាមពលដែលជំរុញប្រតិកម្មគីមីជាកម្ដៅ
មានវិធីផ្សេងទៀតក្នុងការបង្កើនល្បឿនប្រតិកម្មគីមីពេលខ្លះយើងអាចបង្កើនកំហាប់ប្រតិករឬប្រើកាតាលីករអសរីរាង្គឧទាហរណ៍នៅពេលគេដុតប៉ូតាស្យូមក្លរ៉ាតក្នុងកម្ដៅខ្លាំងវានឹងបញ្ចេញអុកស៊ីហ្សែនបើគេដុតប៉ូតាស្យូមក្លរ៉ាតក្នុងកម្ដៅខ្សោយវាមិនបញ្ចេញអុកស៊ីហ្សែនទេវាគ្រាន់តែរលាយប៉ូតាស្យូមក្លរ៉ាតប៉ុន្តែបើគេបន្ថែមម៉ង់កាណេសអុកស៊ីតកាតាលីករអសរីរាង្គទៅក្នុងប៉ូតាស្យូមក្លរ៉ាតដែលរលាយនោះប្រតិកម្មនឹងបង្កើនល្បឿនហើយអុកស៊ីហ្សែនត្រូវបានបញ្ចេញយ៉ាងឆាប់រហ័សក្នុងបន្ទប់ពិសោធន៍ដើម្បីបំបែកក្លូស៊ីតខ្លាញ់ឬប្រូតេអ៊ីនបើគ្មានកាតាលីករទេទាមទារឲ្យមានសីតុណ្ហភាពនិងកាតាអ្វីមួយទៀតដើម្បីជំរុញប្រតិកម្មឲ្យប្រព្រឹត្តទៅបានល្អផ្ទុយមកវិញក្នុងសារពាង្គកាយមនុស្សมันអាចប្រើប្រាស់កម្ដៅនិងកំហាប់ប្រតិករដូចជាក្នុងបន្ទប់ពិសោធន៍បានទេក្នុងសារពាង្គកាយប្រតិកម្មគីមីគឺកាតាលីករសរីរាង្គដែលផលិតពីប្រូតេអ៊ីនហៅថាអង់ស៊ីមដែលជាកាតាលីករជីវៈជំរុញល្បឿនប្រតិកម្មផ្សេងៗអាហារដែលយើងបរិភោគជាម៉ូលេគុលធំហេតុដូចនេះវាមិនអាចឆ្លងកាត់ភ្នាសកោសិកាបានទេដើម្បីឲ្យវាជ្រាបតាមភ្នាសកោសិកាបានគឺត្រូវបំបែកជាសារធាតុងាយតូចអាចរលាយក្នុងទឹកបានដោយមានជំនួយពីអង់ស៊ីមបូកស៊ុបស្ត្រាតឲ្យផលជាអង់ស៊ីមស៊ុបស្ត្រាតឲ្យផលជាអង់ស៊ីមបូកផលិតផល 2. ចំណែកថ្នាក់អង់ស៊ីមឈ្មោះអង់ស៊ីមតែងតែបញ្ជាក់ពីនីតិរបស់វាហើយតែងតែបញ្ចប់ដោយពាក្យអះទៅលើ substrate substrate ជាម៉ូលេគុលដែលអង់ស៊ីមមានអំពើទៅលើឧទាហរណ៍ឈ្មោះអង់ស៊ីមនិង substrate មួយចំនួន substrate អាមីដុង lipid ប្រូតេអ៊ីន phosphate lactose អង់ស៊ីម amylase lipase protease phosphate lactase គេធ្វើចំណែកថ្នាក់អង់ស៊ីមជា6ក្រុមធំកអុកស៊ីដូរ៉េដូតាសជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មរ៉េដូឬអុកស៊ីដូរ៉េដូកម្មខត្រង់ស្វេរ៉ាជាអង់ស៊ីមដែលចូលរួមប្រតិកម្មគីមីយថាប្រភេទដោយផ្ទេរម៉ូលេគុលពីបណ្ដុំមួយទៅបណ្ដុំមួយទៀតបណ្ដុំដែលក្រុមនេះត្រូវផ្ទេរម៉ូលេគុលមានបណ្ដុំអាមីនបណ្ដុំកាប៉ុកស៊ីលបណ្ដុំមេទីលបណ្ដុំផូស្វ៉ារីលកូអ៊ីដ្រូឡាសជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មអ៊ីដ្រូលីសអ៊ីដ្រូលីសមានកាបូអ៊ីដ្រាសប្រូតេអាសលីបាសអេស្វេរ៉ាផូស្វ៉ាតាសនិងប៉ាប់ទីដាល់ខលីយ៉ាជាអង់ស៊ីមដែលបំបែកទឹកកាបូនឌីអុកស៊ីតនិងអាម៉ូញ៉ាកងអ៊ីសូមេរ៉ាជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងម៉ូលេគុលដើម្បីរៀបចំម៉ូលេគុលជាថ្មីឡើងវិញចលីកាជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុល substrate 2ថាមពលដែលផ្ដល់ដល់ប្រតិកម្មនេះបានមកពីអ៊ីដ្រូលីសនិង ATP 3តូចលក្ខណៈរបស់អង់ស៊ីមអង់ស៊ីមមានលក្ខណៈសម្បត្តិមួយចំនួនធំដូចជាអង់ស៊ីមមួយចំនួនតូចអាចបង្កើនប្រតិកម្មគីមីបានមួយចំនួនធំឧទាហរណ៍កាតាឡាសមួយម៉ូលេគុលអាចបំបែកម៉ូលេគុលអ៊ីដ្រូសែនពែអុកស៊ីតរាប់លានតែ1វិនាទីអង់ស៊ីមបំផ្លែងឬបង្កើនល្បឿនប្រតិកម្មគីមីដែលកើតមានក្នុងកោសិកាក្នុងរយៈពេលមានប្រតិកម្មគីមីថាមពលកើនឡើងរហូតដល់ចំណុចកំពូលនៅចំណុចនេះម៉ូលេគុល substrate คล้ายទៅជាថាមពលហើយផ្លែងទៅជាសារធាតុថ្មីអង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទនៃអំពើរបស់វាឧទាហរណ៍អាមីឡាសមានអំពើតែនៅលើអាមីដុងវាគ្មានអំពើតែលើខ្លាញ់និងប្រូតេអ៊ីនទេប្រូតេអាសមានអំពើតែនៅលើប្រូតេអ៊ីនលីបាសមានអំពើតែលើខ្លាញ់លីពីតដូចនេះគ្រប់ប្រតិកម្មគីមីក្នុងសារពាង្គកាយទាមទារនៅអង់ស៊ីមយថាប្រភេទគេដាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើ substrate ឧទាហរណ៍អ៊ុយរ៉េ substrate ឲ្យផលជាអ៊ុយរ៉េអាសអង់ស៊ីមសាការ៉ូឲ្យផលជាសាការ៉ាម៉ាតូឲ្យផលជាម៉ាតាមានកត្តាជាច្រើនដែលមានឥទ្ធិពលទៅលើសកម្មភាពអង់ស៊ីមដូចជាសីតុណ្ហភាព pH កំហាប់ substrate និងកំហាប់អង់ស៊ីមកឥទ្ធិពលនៃសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីមសីតុណ្ហភាពដែលអង់ស៊ីមមានសកម្មភាពខ្លាំងក្លាបំផុតគឺនៅចន្លោះពី40អង្សាសេទៅ45អង្សាសេសកម្មភាពអង់ស៊ីមត្រូវបានបំពេញនៅពេលសីតុណ្ហភាពខ្ពស់ពេកឬទាបពេកនៅកម្រិតនេះអង់ស៊ីមត្រូវបានបាត់បង់គុណភាពព្រោះអង់ស៊ីមជាប្រូតេអ៊ីនខឥទ្ធិពល pH ទៅលើអង់ស៊ីមអង់ស៊ីមមួយចំនួនត្រូវការសូលូស្យង់អាស៊ីតខ្សោយអង់ស៊ីមក្រពះមួយចំនួនត្រូវការសូលូស្យង់បាសខ្សោយអង់ស៊ីមក្នុងពោះវៀនកាលណាសូលូស្យង់អាស៊ីតខ្លាំងឬបាសខ្លាំងបណ្ដាលឲ្យអង់ស៊ីមបាត់បង់គុណភាពកឥទ្ធិពលកំហាប់ substrate និងកំហាប់អង់ស៊ីមទៅលើប្រតិកម្មកាលណាកំហាប់ substrate កាន់តែខាប់ប្រតិកម្មគីមីកាន់តែកើនឡើងហើយកាលណាកំហាប់អង់ស៊ីមកាន់តែខាប់ល្បឿនប្រតិកម្មគីមីក៏កាន់តែកើនឡើងដែរប៉ុន្តែដល់
ចំណុចកំពូលមួយលឿនប្រតិកម្មនៅថេ ខអង់ស៊ីមត្រូវការកូអង់ស៊ីមដើម្បីធ្វើសកម្មភាពអង់ស៊ីមមួយចំនួនត្រូវការអង្គធាតុសមាសហៅថាកូអង់ស៊ីមដើម្បីជួយក្នុងប្រតិកម្មផ្សេងៗកូអង់ស៊ីមជាម៉ូលេគុលសរីរាង្គតែមិនមែនជាប្រូតេអ៊ីនទេវីតាមីនភាគច្រើនជាពិសេសវីតាមីន B កំភ្លេចសុទ្ធតែជាកូអង់ស៊ីម ងអង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាស់ប្រតិកម្មភាគច្រើនក្នុងសារពាង្គកាយសុទ្ធតែបញ្ច្រាស់ទៅវិញទៅមកព្រោះវាអាចបំផ្លែងទៅជាសារធាតុថ្មីហើយសារធាតុថ្មីនោះក៏អាចប្រែប្រួលមកជាសារធាតុដើមវិញ A បូក B ឲ្យផលទៅវិញទៅមក C បូក D